ហេតុផល9យ៉ាងដែលអ្នកគួរតែទៅលេងប្រទេសជប៉ុនយ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយជីវិតជប៉ុនគឺជាប្រទេសដែលប្លែកមួយជាមួយនឹងស្ថាបត្យកម្មទំនើបព្រមទាំងវប្បធម៌ប្លែកបើប្រៀបធៀបនៅឯប្រទេសដទៃដំណើរកម្សាន្តនៅឯប្រទេសជប៉ុនអាចជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលចូលចិត្តដើរលេងនៅក្រៅប្រទេសទាំងនេះគឺជាមូលហេតុ9យ៉ាងដែលអ្នកគួរតែទៅដើរលេងនៅឯប្រទេសជប៉ុនឲ្យបានម្ដងក្នុងមួយជីវិតទី1ប្រទេសជប៉ុនមានសំណង់អគារប្រណិតប្រទេសជប៉ុនមានប្រាសាទនិងទីសក្ការៈបូជាស្អាតរាប់រយគ្រាន់តែនៅទីក្រុងតូក្យូមានចំនួន 2000 កន្លែងទៅហើយប្រទេសនេះក៏មានច្រកទ្វារជាច្រើនដែលនាំអ្នកទៅលេងនៅលើកំពូលភ្នំខ្ពស់ក្នុងការទស្សនាទេសភាពនានាផងដែរទី2គ្រប់យ៉ាងគឺមានអនាម័យនៅពេលអ្នកទៅដល់ទីនោះអ្នកនឹងមិនឃើញមានសម្រាមនៅតាមដងផ្លូវឡើយនោះគឺជាមោទនភាពមួយរបស់ប្រទេសជប៉ុនដែលគ្រប់ទីកន្លែងគឺស្រស់ស្អាតទាំងអស់ទី3ការតុបតែងអាហារមានភាពស្រស់ស្អាតដែលឃើញអាហារបែបជប៉ុនដែរឬទេម្ហូបបែបជប៉ុនគឺគួរឲ្យចង់គយគន់ណាស់អ្នកអាចឃើញបាយនិងការីធ្វើរូបរាងដូចសត្វខ្លាឃ្មុំនិងសត្វឆ្មានៅក្នុងកាហ្វេរបស់អ្នកនំដូណាត់រូបរាងឆ្មានំប៉័ងតុក្កតាជាដើមទី4នំសូកូឡា Kit Kat មានច្រើនរសជាតិសម្រាប់អ្នកដែលចូលចិត្តញ៉ាំនំសូកូឡា Kit Kat គឺប្រហែលជាជម្រើសដ៏ល្អក្នុងការទៅដើរលេងនៅឯប្រទេសជប៉ុនព្រោះនំប្រភេទនេះមានច្រើនរសជាតិនៅក្នុងប្រទេសជប៉ុនទី5ប្រទេសជប៉ុនមានទេសភាពធម្មជាតិស្អាតជប៉ុនគឺជាទីកន្លែងសម្រាប់អ្នកស្រឡាញ់ធម្មជាតិទឹកដីមើលទៅដូចជាឋានសួគ៌លោកីគ្រប់ទីកន្លែងគឺស្រស់ស្អាតខ្លាំងណាស់កន្លែងស្រស់ស្អាតទាំងនោះមានមួយចំនួនដូចជានៅភ្នំ Fuji ព្រៃឫស្សីសួនច្បារផ្លូវដែកនិងកន្លែងស្អាតៗជាច្រើនស្ទើរតែពាសពេញផ្ទៃប្រទេសអ្នកអាចឃើញប្រទេសទាំងមូលពោរពេញដោយដើមសាគូរ៉ារដូវដើមសាគូរ៉ាមានរយៈពេល2សប្តាហ៍ប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុនដូច្នេះអ្នកគួរតែទៅលេងទីនោះឲ្យចំរដូវកាលទី7អ្នកនឹងទទួលបានបទពិសោធន៍កន្លែងចម្លែកនៅក្នុងទីក្រុងតូក្យូកន្លែងចម្លែកនានាទាំងនោះមានដូចជា Cat Coffee កន្លែងច្រៀងចម្រៀងមណ្ឌល Pokemon និងភោជនីយដ្ឋានមនុស្សយន្តជាដើមទី8ប្រទេសជប៉ុនមានវប្បធម៌បុរាណប្រទេសជប៉ុនមានវប្បធម៌ដែលមើលទៅគ្មានប្រទេសណាដូចនោះឡើយវប្បធម៌នៃប្រទេសនេះកើតមានឡើងរាប់ពាន់ឆ្នាំមុនទីក្រុងតូក្យូគឺជាសក្ខីភាពដែលបញ្ជាក់ពីប្រពៃណីរបស់ប្រទេសជប៉ុន